ឋានសាងសង់សំណង់ទ្វារទឹកស្វ័យប្រវត្តិកាត់ស្ទឹងបវលមានទីតាំងស្ថិតនៅជាប់នឹងខេត្ត2ចម្ងាយ80គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងនិង35គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យសំណង់ដ៏ធំនេះចាប់ផ្ដើមការងារសាងសង់តាំងពីខែកុម្ភៈឆ្នាំ2014មកដល់បច្ចុប្បន្នសម្រាប់ការងារបាន 85% ហើយការងារក្រុងនឹងបញ្ចប់នៅខែមេសាឆ្នាំ2016នេះតាមផែនការរំពឹងទុកសំណង់មានសារៈសំខាន់យ៉ាងធំធេងគឺស្ទាក់ទឹកតាមតម្រូវការដែលចង់បានដំកល់ទឹកទុកក្នុងដងស្ទឹងនិងស្ទាក់ដើម្បីនាំទឹកចូលប្រឡាយមេព្រៃខ្ពស់ទំហំការងារនៃការសាងសង់សំណង់ស្ទាក់ទឹកមានសំណង់បណ្ដោយប្រវែង75ម៉ែត្រនិងទទឹង60ម៉ែត្រមានសន្លឹកទ្វារចំនួន4សន្លឹកមួយសន្លឹកមានប្រវែង10ម៉ែត្រនិងទ្វារ2សន្លឹកទៀតសម្រាប់ផ្លូវត្រីឆ្លងកាត់និងបានជាស្ពានឆ្លងដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់សំណង់កាត់ស្ទឹងនេះក៏សាងឡើងគឺដើម្បីឈានទៅគ្រប់គ្រងទឹកស្ទឹងបវលឲ្យបានកាន់តែល្អប្រសើរនិងបែងចែកទៅតាមប្រឡាយមេផ្សេងៗតាមរយៈសំណង់ស្ថិតនៅភូមិសាស្ត្រខេត្តបាត់ដំបងក៏ពិតមែនប៉ុន្តែផ្ទៃដីដែលទទួលផលភាគច្រើនគឺនៅក្នុងខេត្តបន្ទាយមានជ័យសំណង់ស្ទាក់ទឹកកាត់ស្ទឹងបវលកសាងចំពេលដែលនៅក្នុងឆ្នាំ2016នេះព្រះរាជាណាចក្រកម្ពុជាកំពុងនឹងទទួលរងបាតុភូតក្តៅរហូតដល់ចុងខែមិថុនាឥទ្ធិពលនៃបាតុភូតអាចនឹងបង្កឲ្យរដូវវស្សាយឺតនៅដើមរដូវវស្សាមានភ្លៀងធ្លាក់តិចអាកាសធាតុក្តៅហួតហែងកត្តាទាំងនេះអាចនឹងធ្វើឲ្យកម្ពុជាប្រឈមនឹងកង្វះខាតទឹកសម្រាប់ប្រើប្រាស់លោកចាន់ស៊ីណាតអគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹកនិងឧតុនិយមបានបង្ហាញឲ្យដឹងដែរថាខ្ញុំសូមជម្រាបថាការដែលអាយដាមលឹមគិនហៅរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានអនុវត្តតាមបទបញ្ជានៃប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោសែនសម្រាប់ឲ្យធ្វើសំណង់ស្ទាក់ទឹកដ៏ធំនៅពីក្រោយខ្នងខ្ញុំនេះឈ្មោះទ្វារទឹកអូតូម៉ាទិកត្រង់ចំណុចបលាយព្រៃខ្ពស់រហាត់ទឹកក្នុងគោលបំណងស្ទាក់ទឹកចាប់ទឹកទាំងអស់នៅក្នុងស្ទឹងបវលយើងដើម្បីប្រមូលទឹកទាំងអស់នេះដាក់ចូលទៅក្នុងបលាយព្រៃខ្ពស់រហាត់ទឹកដែលមានចម្ងាយ26គីឡូម៉ែត្រគិតពីចំណុចដែលខ្ញុំឈរទៅនេះបលាយនេះមានសារៈប្រយោជន៍ណាស់សម្រាប់នាំទឹកពីស្ទឹងបវលនៅពេលដែលប្រើប្រាស់នៅរដូវប្រាំងបំរើរហូតទៅដល់ក្បែរស្ទឹងសេរីសុភ័ណ្ឌឲ្យផ្ទៃដីក្នុងពេលឥឡូវគឺបាន12000ហិកតានៅពេលដែលយើងធ្វើបលាយមេឃរបស់វាសពគ្រប់ទាំងអស់ចាប់ពីខ្សែទី1ក្នុងទឹកដីខេត្តបាត់ដំបងរហូតទៅដល់ខ្សែទី11ក្នុងទឹកដីខេត្តបន្ទាយមានជ័យប្រឡាយចាប្រឡាយពោពីដើមដែលមានប្រវែង50គីឡូម៉ែត្រថែមទៀតនៅក្នុងទឹកដីខេត្តបន្ទាយមានជ័យនៅពេលនោះបលាយព្រៃខ្ពស់រហាត់ទឹកបូកជាមួយនឹងសំណង់ដែលយើងកំពុងតែធ្វើនេះដើម្បីស្ទាក់យកទឹកក្នុងស្ទឹងបវលទាំងអស់ស្រោចស្រពលើផ្ទៃដីរាប់ម៉ឺនហិកតាច្រើនជាង12000ហិកតាថែមទៀតប្រើប្រាស់រហូតទៅដល់ទឹកដីមួយចំណែកនៃស្រុកម៉ាឡៃថែមទៀតដែលពីមុនមកទឹកដីស្រុកម៉ាឡៃគេមិនដែលធ្វើស្រែទេគេធ្វើតែដំណាំចម្ការសារៈប្រយោជន៍នៃបលាយព្រៃខ្ពស់រហាត់ទឹកបូកនឹងសំណង់ពីក្រោយខ្នងខ្ញុំមួយទៀតគឺមានតួនាទីជួយដោះទឹកនៅរដូវវស្សាសំណង់ទាំងមូលដោះទឹកទម្លាក់តាមស្ទឹងបវលចូលទៅក្នុងតំបន់3បឹងទន្លេសាបហើយនៅពេលដែលបរិមាណទឹកច្រើនហួសកំណត់បលាយព្រៃខ្ពស់ដែលមានចម្ងាយ26គីឡូម៉ែត្រនេះនាំបរិមាណទឹកមួយចំនួនទៅទម្លាក់ចូលក្នុងស្ទឹងសេរីសុភ័ណ្ឌ
ដែលពីដើមគេហៅថាស្ទឹងស៊ីសផុនដើម្បីជួយរំដោះទឹកដែលវាចូលជន់នៅខាងសងខាងបន្លាយព្រៃខ្ពស់ជាពិសេសនៅផ្នែកខាងលើនៃបន្លាយព្រៃខ្ពស់ដើម្បីដោះទឹកទម្លាក់ចូលទៅក្នុងបឹងទន្លេសាបសង្គ្រោះស្រែស្រូវរាប់ម៉ឺនហិកតាទីនេះគឺថាមិនចាំបាច់ផ្ដល់អីឲ្យគាត់ទេមានទឹកគឺមានស្រូវហ្មងមិនចាំបាច់មានអីទៀតទេមានទឹកគឺមានមាសបងប្អូនប្រជាជនផលិតស្រូវនៅទីនេះមិនមែនទុកសម្រាប់តែហូបប៉ុណ្ណឹងទេគឺសម្រាប់ធ្វើការនាំចេញសម្រាប់សេដ្ឋកិច្ចយើងទាំងមូលនេះដោយសារតែការគិតគូរតាំងពីយូរអង្វែងមកហើយរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមហើយក្រោមការគ្រប់គ្រងយ៉ាងពេញទំហឹងពីសម្ដេចប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោសែនលោកប្រឹងប្រែងអស់លទ្ធភាពណាស់ដើម្បីដោះស្រាយបញ្ហាទឹកភូមិភាគពីយប់ជាពិសេសបណ្ដាខេត្តជាប់ព្រំដែនមានបាត់ដំបងបន្ទាយមានជ័យឧត្តរមានជ័យព្រះវិហារសៀមរាបនេះការប្រើប្រាស់ទឹកតាមស្ទឹងទាំងអស់នេះអាយដាមលឹមគៀនហៅរដ្ឋមន្ត្រីក្រសួងធនធានទឹកបានធ្វើការសិក្សាចប់អស់ហើយរងចាំតែទុនដែលវិនិយោគគ្រាន់ថាយើងធ្វើវាមិនបានព្រមពេលជាមួយគ្នាតាមផែនការទេពីព្រោះយោងទៅតាមលទ្ធភាពថវិកាខ្ញុំសូមជម្រាបថាយើងធ្វើ4ប្រឡោះមកប្រឡោះមានណែប្រវែង7ម៉ែត្រហើយមានផ្លូវត្រី2ទៀតហើយអាទ្វារដែលធ្វើសម្រាប់ណែជាផ្លូវត្រីហ្នឹងគឺវាមានសារៈសំខាន់មួយទៀតនៅពេលណាទឹកល្មមយើងកុំឲ្យខាតបរិមាណទឹកច្រើនគឺយើងអាចបើកទ្វារទាំងពីរសងខាងជាបណ្ដោះអាសន្នបានអាយដាមរដ្ឋមន្ត្រីលឹមគៀនហៅលោកបានចំណាយពេលដ៏មានតម្លៃពីកិច្ចការដែលរវល់ក្នុងក្របខ័ណ្ឌទូទាំងប្រទេសអញ្ជើញមកពិនិត្យកិច្ចការនៅការដ្ឋាននេះផ្ទាល់ហើយលោកបានបញ្ជាពួកយើងខ្ញុំនិងសហការីដទៃទៀតខិតខំធ្វើឲ្យបានប្រើប្រាស់ទាន់ពេលវេលានៅមុនខែ4ឆ្នាំក្រោយនេះគឺយើងនឹងដំណើរការប្រើប្រាស់ឲ្យបានតាមពេលកំណត់តាមបទបញ្ជារបស់អាយដាមរដ្ឋមន្ត្រីខ្ញុំសូមថ្លែងអំណរគុណជាអតិបរមាហើយការថ្លែងអំណរគុណនេះខ្ញុំវាមិនដឹងរកពាក្យអីដែលស្មើនឹងពាក្យណែថ្លែងអំណរគុណដែលជាគុណអានន្តធំធេងរបស់សម្ដេចប្រមុខព្រះរដ្ឋាភិបាលសម្ដេចអគ្គតេជោសែនដែលលោកខំប្រឹងប្រែងណាស់ប្រមូលអស់ធនធានទាំងក្នុងនិងក្រៅប្រទេសអស់ពីលទ្ធភាពដើម្បីយកមកវិនិយោគក្នុងវិស័យធនធានទឹកសម្រាប់តាមផែនការរបស់អាយដាមលឹមគៀនហៅរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមប្រឡាយមេព្រៃខ្ពស់ដែលត្រូវទទួលប្រភពទឹកពីសំណង់ស្ទាក់ទឹកកាត់ស្ទឹងបវលមាននីតិនាំទឹកទៅតភ្ជាប់រវាងស្ទឹងមង្គលបុរីនិងស្ទឹងសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យក្រៅពីការស្រោចស្រពក៏អាចនឹងធ្វើឲ្យស្ទឹងទាំងពីរបំពេញទឹកឲ្យគ្នាទៅវិញទៅមកនៅពេលដែលស្ទឹងណាមួយមានការខ្វះខាតទឹកប្រឡាយត្រូវបានសាងសង់រួចតាំងពីឆ្នាំ2012មកម្លេះតំបន់នេះការដើមឡើយមិនអាចធ្វើស្រែប្រាំងបានទេប៉ុន្តែតាំងពីបានប្រឡាយមេព្រៃខ្ពស់មកដីស្រែរបស់បងប្អូនអាចបង្កបង្កើនផលស្រូវបានទាំងប្រាំងនិងវស្សាមាន2ស្រុកគឺទី1ស្រុកបវលបាន2ឃុំឃុំព្រៃខ្ពស់និងឃុំលវាខេត្តបាត់ដំបងស្រុកមួយទៀតគឺស្រុកមង្គលបុរីមាន4ឃុំឃុំសឿឃុំចំណោមឃុំរហាត់ទឹកឃុំបត់ត្រង់ក្នុងខេត្តបន្ទាយមានជ័យលើផ្ទៃដីស្រែចំនួន 12,000 ហិកតាដែលប្រឡាយមានប្រវែង 26,100 ម៉ែត្រនៅតាមដងប្រឡាយមានបំពាក់សំណង់ស្ទាក់ទឹកធំចំនួន6កន្លែងនិងសំណង់បញ្ចេញបញ្ចូលទឹកដល់ស្រែប្រជាពលរដ្ឋចំនួន17កន្លែងនៅតាមខ្នងប្រឡាយក្រាលគ្រួសក្រហមលើខ្នងប្រឡាយម្ខាងមានប្រវែង 26,100 ម៉ែត្រនិងដាំស្មៅលើជើងទេសងខាងប្រឡាយ
ក្នុងឆ្នាំ2016នេះទៀតសោតស្រុកមង្គលបុរីរបស់ខេត្តបន្ទាយមានជ័យនឹងចាប់ផ្ដើមនៅការស្ដារប្រឡាយរងចំនួន11ខ្សែបន្ថែមទៀតប្រវែងសរុប70គីឡូម៉ែត្រចេញពីប្រឡាយមេព្រៃខ្ពស់បាទសំណង់ព្រៃពោះដែលបានចាប់ដំណើរការនេះកាលពីដើមឡើយឃុំខ្ញុំតែងតែជួបការលំបាកក្នុងការប្រមូលភោគផលនិងធ្វើស្រែហេតុឆ្នេះបានប្រជាពលរដ្ឋក៏សម្រេចឲ្យមានឃុំស្នើសុំទៅដល់សួងធនធានទឹកនិងឧតុនិយមដែលតែងតែយកចិត្តទុកដាក់ផ្ដល់នៅសំណង់ស្ទាក់ទឹកហើយនឹងបលាយចែកទៅដល់នៅខេត្តបន្ទាយមានជ័យទៀតមិនត្រឹមតែបានតែត្រឹមឃុំព្រៃពោះយើងខ្ញុំទេហើយប្រជាពលរដ្ឋសប្បាយរីករាយណាស់ដោយឃើញសម្ដេចនិងក្រសួងបានចុះមកកសាងនៅសំណង់ស្ទាក់ទឹកនៅឃុំព្រៃពោះយើងខ្ញុំហើយនឹងបលាយនេះធ្វើឲ្យប្រជាពលរដ្ឋខ្ញុំមានជីវភាពធូរធារជាងពីក៏មិនទាន់មានបលាយនឹងសំណង់ស្ទាក់ទឹកនៅឃុំព្រៃពោះស្ទឹងមង្គលបុរីនេះឃើញថាអស់ថវិកាជាច្រើនលានដុល្លារនោះហេតុឆ្នេះប្រជាពលរដ្ឋត្រេកអរយ៉ាងក្រៃលែងបំផុតដោយក្រសួងធនធានទឹកនិងសម្ដេចតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋក្នុងឃុំយើងខ្ញុំក៏ដូចជាខេត្តបន្ទាយមានជ័យផងដែរចាប់ពីពេលនេះទៅគឺប្រជាពលរដ្ឋនៅឃុំខ្ញុំសង្ឃឹមនឹងការងារបង្កប់ផលរដូវប្រាំងទាំងរដូវវស្សានេះឃើញថាគាត់នឹងទទួលបានផលច្រើនរោគទីបំផុតគ្មានទេការសប្បាយចិត្តហើយនឹងរបស់គាត់រាល់គ្នានោះហើយសប្តាហ៍ថ្ងៃដូចឃើញជាស្រាប់មិនទាន់រួចសំណង់ជាស្ថាពរផងប្រជាពលរដ្ឋប្រកបស្រែចម្ការបាន2រដូវហើយប្រជាពលរដ្ឋតែងតែដឹកភោគផលទាំងអស់ទៅតាមខ្នងបលាយព្រោះខ្នងបលាយនោះមិនធម្មតាទេដាក់គ្រួក្រហមជាងហៀងខាងកើតទៀតខាងកើតបលាយគឺដាក់គ្រួក្រហមដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការដឹកភោគផលបាទធ្វើស្រែប្រាំងឥឡូវនេះគឺប្រជាពលរដ្ឋបើអង្គលពីខែ5ខែ6មិញក្នុងឆ្នាំ2015នេះបានមហិត្តាដល់6តូនទៅ7តូនហើយតម្លៃក៏បានខ្ពស់ក្រិនទៅ11400 បាតក្នុង1តូនហើយทีนี้ឃើញថាជីវភាពប្រជាពលរដ្ឋក្នុង2015នេះឃើញថាវាធូរធារជាង10ឆ្នាំហើយក្នុងការធ្វើស្រែប្រាំងដល់ប្រជាពលរដ្ឋខ្ញុំក៏ឃើញថាបលាយធ្វើកើតហើយគាត់ធ្វើចង់លើសគោលការណ៍ទៅទៀតគាត់ចង់ធ្វើដល់3ដងហើយនេះខ្ញុំមួយឃុំនេះវាលំបាកចិត្តទៅវិញដល់គាត់ធ្វើវាហួសហេតុពេកដល់គាត់ជាស្ដែងគាត់បានបលាយមកក៏អត់គិតតែពីខំធ្វើទោះបីជាប្រាប់គាត់ថាធ្វើតែ2ដងបានហើយនៅតែគាត់មិនចង់ស្ដាប់យើងទៀតហើយនេះវាលំបាកណាស់ប្រជាពលរដ្ឋតែឃើញធ្វើស្រោប្រាំងបានហើយតម្លៃខ្ពស់ទៀតគាត់ខំតែសម្រុកធ្វើទោះបីយើងនិយាយប្រាប់គាត់មិនក៏គាត់មិនចង់ស្ដាប់យើងដែរជាពិសេសខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាលនិងក្រសួងឧតុនិយមដែលតែងតែយកចិត្តទុកដាក់ជួយដល់គុំយើងខ្ញុំនិងប្រជាពលរដ្ឋយើងខ្ញុំឃើញថាភោគផលដែលបង្កប់កើតបាននេះក៏វាស្របទៅតាមដែលក្រសួងឧតុនិយមយកចិត្តទុកដាក់ធ្វើបលាយឲ្យប្រជាពលរដ្ឋយើងខ្ញុំហើយប្រជាពលរដ្ឋយើងខ្ញុំមិនមែនបានតែនៅក្នុងឃុំយើងខ្ញុំទេវាបានទៅដល់ខេត្តបន្ទាយមានជ័យច្រើនជាងឃុំយើងខ្ញុំទៅទៀតបាទហើយជាចុងក្រោយយើងខ្ញុំជួសមុខឲ្យតំណាងប្រជាពលរដ្ឋនៅឃុំព្រៃពោះយើងខ្ញុំសូមគោរពថ្លែងអំណរគុណដល់អេដាមលីងគឹមហោប្រធានធនធានទឹកនិងឧតុនិយមដែលតែងតែយកចិត្តដាក់ជាពិសេសនឹងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលសម្ដេចតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋទូទាំងឃុំខ្ញុំក៏ដូចជាទូទាំងប្រទេសដែរលោកយឹមប៊ុនរំប្រធានមន្ត្រីធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យក៏បានបង្ហាញនៅផែនការ2016ដោយត្រូវសាងសង់សំណង់ស្ទាក់ទឹកស្ដារប្រឡាយមេប្រឡាយរងជាច្រើនកន្លែងដើម្បីផ្គត់ផ្គង់ទឹកជូនដល់ប្រជាពលរដ្ឋផែនការរបស់ខេត្តបន្ទាយមានជ័យក៏ដូចជាក្រសួងធនធានទឹកនិងឧតុនិយមដែលមានឯកឧត្តមលឹមគៀនហោរដ្ឋមន្ត្រីបច្ចេកទេសកន្លែងដែលខ្ញុំឈរនេះគឺកន្លែងគេហៅថាប្រឡាយសឿដែលមានប្រវែង26គីឡូម៉ែត្រចេញពីព្រៃខ្ពស់មកហើយនៅខាងក្រៅខ្ញុំនេះគឺជាប្រឡាយដែលយើងបានធ្វើរួចជាស្ថាពរហើយឆ្នាំ2016នេះគឺយើងមានសំណង់ធំមួយដែលកំពុងតែនឹងអនុវត្តនៅគេហៅថាសំណង់ព្រៃខ្ពស់សំណង់នេះគឺមានប្រយោជន៍យ៉ាងច្រើនដែលអាចស្តុបទឹកនៅរដូវ
ប្រាំងក៏ដូចជានៅរដូវវស្សាសម្រាប់បែងចែកទៅនឹងប្រព័ន្ធប្រឡាយព្រៃខ្ពស់នេះតែម្ដងពីដើមយើងមានការភ័យព្រួយចំពោះការបែងចែកទឹកនិងការប្រើប្រាស់ទឹកនៅរដូវវស្សាក៏ដូចជានៅរដូវប្រាំងប៉ុន្តែយើងសង្ឃឹមថានៅក្នុងឆ្នាំក្រោយទៅទៀតដែលយើងមានទំនប់ព្រៃខ្ពស់នេះគឺវាអាចទប់ទឹកនៅរដូវប្រាំងតែម្ដងដែលយើងអាចធានាសុវត្ថិភាពនិងធានាប្រើប្រាស់ទឹកនៅក្នុងប្រព័ន្ធស្រែប្រាំងតាមប្រឡាយព្រៃខ្ពស់នេះបានដោយមិនបាច់ភ័យព្រួយរឿងការខ្វះទឹកតទៅទៀតទេហើយបន្តទៅនោះទៀតគឺនៅក្នុងខេត្តបន្ទាយមានជ័យនេះគឺឆ្នាំ2016បើយើងនិយាយពីប្រឡាយគឺក្រសួងធនធានទឹកមានផែនការធ្វើរហូតដល់70គីឡូហើយសំណង់ទាំងតូចទាំងធំនោះជាង100កន្លែងបន្លាយ70គីឡូនេះគឺយើងធ្វើមានទីតាំងនៅក្នុងតែស្រុកអង្គរបុរីតែមួយទេបន្លាយព្រៃខ្ពស់ហ្នឹងយើងមានបន្លាយរងទាំងអស់ដែលចាក់ទៅស្ទឹង10កន្លែងហើយនឹងមានបន្លាយចានមួយខ្សែទៀតដែលចេញពីស្ទឹងមង្គលបុរីបុកទៅគេហៅថាឃុំភ្នំតូចភ្នំធំហ្នឹងគឺអាចប្រើបានទាំងអស់បន្លាយពោពីដើមគេហៅថាបន្លាយដែលមានដ៏ធំដែលយើងយកទឹកពីស្ទឹងមង្គលបុរីយកទៅទម្លាក់ឬក៏យកប្រើប្រាស់ទៅដល់ឃុំបន្ទាយនាងឃុំស្រះរាំងឃុំកោកកម្លាំងឃុំសម្បួរឃុំកុយម៉ែងឃុំអីហ្នឹងគឺយកទឹកពីនឹងទាំងអស់តែម្ដងអញ្ចឹងវាផែនការនៃឆ្នាំ2016របស់ក្រសួងធនធានទឹកនេះមានមហិច្ឆតាធំណាស់ដែលនៅជួយមកដល់ខេត្តបន្ទាយមានជ័យដែលឯកឧត្តមអាបាខេត្តតែងតែមានការសនំពោហើយនឹងសំទទូចអង្គពីក្រសួងធនធានទឹកក៏ដូចជាសុំដល់រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមការគ្រប់គ្រងនេះក៏ដោយសារការចូលរួមពីប្រជាពលរដ្ឋទាំងអស់ដែលនៅក្នុងស្រុកអង្គរបុរីដែលមានការបរិច្ចាគអំពីផលប៉ះពាល់ដីបន្លាយនិងការបរិច្ចាគកម្លាំងពលកម្មចូលរួមការថែទាំចូលរួមការប្រើប្រាស់ទឹកទាំងអស់ដែលយើងអាចសន្និដ្ឋានថានៅក្នុងស្រុកអង្គរបុរីក៏ដូចជានៅក្នុងខេត្តទាំងនោះដែរគឺថាប្រជាជនទាំងអស់គឺកំពុងតែរងចាំនៅផែនការហើយនឹងរងចាំនៅសមិទ្ធផលឆ្នាំ2016នេះគឺយ៉ាងខ្លាំងបច្ចុប្បន្ននេះយើងក៏មានការព្រួយបារម្ភខ្លាំងណាស់ចំពោះបញ្ហាការធ្វើស្រែប្រាំងដោយសារឆ្នាំនេះគឺជាឆ្នាំដែលមានបរិយាកាសធាតុអាកាសប្រែប្រួលជាទីបំផុតដែលធ្វើឲ្យកម្ពស់ទឹកភ្លៀងនិងតម្រងទឹកភ្លៀងរបស់យើងមានការទទួលតិចតួចណាស់ហើយដូច្នេះការបម្រែបម្រួលអាកាសធាតុនេះគឺធ្វើឲ្យបាត់បង់នៅអ្វីដូចជាទឹកដូចជាការធ្វើស្រែដូចជាការទឹកហូបអីហ្នឹងគឺធ្វើឲ្យមានប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋទាំងអស់អញ្ចឹងខ្ញុំបាទសូមលើកអំពីស្រុកអង្គរបុរីទាំងមូលដែលក្នុងផែនការរបស់មន្ទីរធនធានទឹកនេះគឺបានមានសក្តានុពលទឹកសម្រាប់ឲ្យធ្វើតែ6000ទេចារហូតដល់ពេលនេះគឺរហូតដល់មានដល់14000ហិកតាអញ្ចឹងវាមានការបាត់បង់ទឹកចោលនៅការយកទឹកទៅស្រោចស្រពដោយឆ្ងាយជាទីបំផុតហើយហេតុដូច្នេះហើយយើងគិតឃើញថាបច្ចុប្បន្ននេះកំពុងតែជួបបញ្ហាខ្វះទឹកយ៉ាងខ្លាំងឃើញជាបញ្ហាចោតនេះហើយបានជាខំប្រឹងប្រែងគ្រប់កលៈទេសៈទាំងអស់ដើម្បីលើកកម្រងដ៏ធំដើម្បីជួយដល់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យនេះកុំឲ្យមានវិបត្តិខាងការបាត់បង់នឹងស្រែចម្ការឬក៏បាត់បង់ដល់ជីវភាពជាពិសេសគឺស្រែប្រាំងនឹងឲ្យមានប្រកបមុខរបរទាំងដំណាំផ្សេងទាំងអស់ឲ្យកើតឡើងនៅថ្ងៃអនាគតឡើងវិញបាទក្នុងនាមខ្ញុំប្រធានមន្ត្រីធនធានទឹកនិងឧតុនិយមខេត្តក៏ដូចជាតំណាងឲ្យមន្ត្រីរបស់ខ្ញុំនៅក្នុងមន្ទីរក៏ដូចជាប្រជាពលរដ្ឋមួយរូបដែលនៅក្នុងខេត្តបន្ទាយមានជ័យគឺខ្ញុំមានសេចក្តីសប្បាយរីករាយជាទីបំផុតដែលក្រសួងធនធានទឹកនិងឧតុនិយមបានផ្ដល់នៅគម្រោងដ៏ធំនៅក្នុងឆ្នាំ2016នេះគឺច្រើនមែនទែននៅក្នុងខេត្តបន្ទាយមានជ័យជួសមុខឲ្យជាពលរដ្ឋអស់សូមថ្លែងអំណរគុណដល់ក្រសួងធនធានទឹកនិងឧតុនិយមធំបំផុតទៀតគឺយើងសូមអរគុណដល់សម្ដេចនាយកសែនដែលបានជួយដល់គម្រោងដ៏ធំទាំងអស់នេះដល់ប្រជាពលរដ្ឋដែលអាចឲ្យមានជីវភាពធូរធារនិងអាចកែប្រែជីវភាពទៅជាការសុខសប្បាយនៅថ្ងៃអនាគត
ក្នុងការឆ្លើយតបទៅនឹងបញ្ហាបំរែបំរួលអាកាសធាតុក្រសួងធនធានទឹកនិងឧតុនិយមក្រោមការដឹកនាំរបស់ឯកឧត្តមលឹមខៀនហាវរដ្ឋមន្ត្រីបច្ចេកទេសតែងតែតាមដានជានិច្ចនៅសភាពការអាកាសធាតុទាំងរដូវប្រាំងនិងរដូវវស្សានៅឆ្នាំ2015កន្លងទៅនិងមកដល់ដើមឆ្នាំ2016នេះក្រសួងធនធានទឹកនិងឧតុនិយមបានខិតខំស្វែងរកអស់គ្រប់មធ្យោបាយដើម្បីបូមទឹកបញ្ចូលក្នុងអាងស្តុកទឹកឲ្យបានច្រើនតាមដែលអាចធ្វើទៅបានបូមទឹកទុកសម្រាប់បងប្អូនប្រជាពលរដ្ឋបង្កបង្កើនផលដោយសារឆ្នាំ2015មានភ្លៀងធ្លាក់តិចតួចនិងទឹកទន្លេមានកម្ពស់ទាបបើធៀបទៅនឹងឆ្នាំមុនដូច្នេះក្រសួងបានបញ្ជូនម៉ាស៊ីនបូមទឹកទៅគ្រប់ខេត្តដែលមានប្រភពទឹកអាចបូមបានដើម្បីតម្កល់ទឹកទុកប្រើប្រាស់ថ្មីនេះទៀតសោតក្នុងស្ថានភាពក្តៅហួតហែងនៃទឹកស្ទឹងបឹងបួរក្រសួងក៏បានចាត់វិធានការតឹងរ៉ឹងបំផុតក្នុងការឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកឲ្យចំគោលដៅនិងសន្សំសំចៃបំផុតពោលគឺបើកទឹកសម្រាប់តែការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះក្នុងករណីចាំបាច់ក្រសួងនឹងសិក្សារកប្រភពទឹកក្រោមដីនិងឈានដល់ការជីកអណ្ដូងទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់